នេះគឺជាទស្សនវិជ្ជានៅខាងអូថ្មនៅពេលទឹកស្រកអស់បាទនេះគឺជាវីដេអូកម្របានឃើញបាទបងប្អូនខ្លះគាត់មកទៅពេលទឹកឡើងហើយនឹងពេលទឹកស្រកធម្មជាតិអីបាទគឺគាត់ដឹងថានៅខាងអូហ្នឹងមានស្ថានភាពបែបណាទេបាទហេតុអីបានខ្ញុំថានិយាយថាកម្របានឃើញមូលហេតុគឺអ្នកបបកគេមិនមកទេនៅពេលដែលអត់ទឹកអញ្ចឹងដឹងបបកស្អីបើអត់មានទឹកផងបាទហើយជាងនេះគឺពួកខ្ញុំគឺមកខកមែនតែនបាទដោយសាររវល់ដល់ពេលមកខកអញ្ចឹងបាទទឹកស្រកអស់លេងធំខ្មងជើងបាទហូរសំបីថតកូនត្រីមួយគឺក៏គ្មានដែរបាទហើយវីដេអូខាងលើហ្នឹងគឺពួកខ្ញុំមកតាន់ពេលបាទគឺនៅពេលស្ថានភាពទឹកហ្នឹងគឺនៅប្រហែលជាធំផ្លូវបាទអញ្ចឹងនៅខាងបាតអូហ្នឹងវាអាចរៀងជ្រៅដែរអញ្ចឹងគឺសបោធិធំច្រើននៅខាងក្រោមហ្នឹងបាទឥឡូវខ្ញុំចូលមកហើយកុំឲ្យខកជើងគឺប្រឌិតយកអាទិដ្ឋភាពបែបហ្នឹងសម្រាប់បងខ្លះគាត់មកលេងគឺគាត់ដឹងថាស្ថានភាពអូហ្នឹងវាមិនទេនៅពេលដែលទឹកស្រកអស់បាទគឺខាងវីដេអូខាងក្រោមនេះគឺវីដេអូថ្មីទេគឺខ្ញុំទើបតែមកដែរបាទខាងអូថ្មហ្នឹងបាទអញ្ចឹងចូលមកហើយគឺប្រឌិតយកទិដ្ឋភាពនៅពេលទឹកស្រកអស់អញ្ចឹងស្នុកនៅពេលដែលទឹកឡើងវិញគឺយើងចាប់ផ្ដើមមកលេងវិញបាទគឺនៅកន្លែងណាមានអូកន្លែងណាមានទួលមានដបូកអីចឹងយើងអាចមើលចំណាំបានបាទហើយដូចជាស្ដែងអញ្ចឹងគឺវីដេអូខាងលើហ្នឹងគឺវាមានដើមម្សៅជុំវិញគឺដើមម្សៅនៅដដែលអញ្ចឹងយើងអាចចំណាំបានថានៅអូគឺវាឲ្យតែមានអូគឺមានដើមម្សៅជុំវិញអញ្ចឹងបាទហើយអូហ្នឹងវាមានជំរឿនណាយើងអាចដឹងបានអញ្ចឹងបងប្អូនកុំភ្លេចទស្សនារបស់គ្នាបាទអរគុណផងnó còn lịch đóអូមានអង្គុយស្ទូច nhưng mà lại phong bên tí có xa rồi đúng không đấy xa ơi nó mục tiêu để khả năng miền có miền này មានទេ cái này ní cái này chọc lên nhá tật lịch chở nâng ấy còn tại vì cột này